ជំរាបសួរនិងសួស្តីទៅកាន់ពុកម៉ែបងប្អូនអ្នកចូលរួមទស្សនាវីដេអូរបស់ខ្ញុំបាទទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនាំយកវីដេអូរបៀបធ្វើទឹកគ្រឿងបងទឹកគ្រឿងសាច់ជ្រូក3ចិនថ្ងៃមុនបានធ្វើទឹកបុកទឹកគ្រឿងដែលយើងបុកត្រីឆ្អើរតែឥឡូវធ្វើសាច់ជ្រូក3ចិនដំបូងយើងដាក់ខ្លាញ់ឲ្យក្តៅតិចមកហើយដាក់ខ្ទឹមសដែលយើងច្រាំបងប្អូនដាក់ខ្ទឹមសយើងច្រាំហើយយើងចាប់ដើមកូរវាកូរចុះកូរឡើងឲ្យឈ្ងុយយើងកូរតែល្មមឲ្យឈ្ងុយណាបងប្អូនកុំដាក់ឲ្យវាក្រៀមពេកដាក់កូររហូតដល់វាឈ្ងុយកូរចុះកូរឡើងកុំឲ្យវាខ្លោចផងហើយយើងបើកភ្លើងល្មមណាបងប្អូនកុំបើកភ្លើងខ្លាំងវាខ្លោចវាខ្ទឹមសបើខ្លោចល្អអត់ល្អទេបងប្អូនឥឡូវយើងដាក់សាច់ជ្រូកដែលយើងចិញ្ច្រាំហើយចំពោះសាច់ជ្រូកនេះផងដែរគឺយើងប្រើសាច់ជ្រូក3ចិនមានជាតិខ្លាញ់បើបងប្អូនមានម៉ាស៊ីនក្លុកសាច់យើងអាចយកទៅដាក់ក្នុងម៉ាស៊ីនក្លុកទៅសាច់វាម៉ត់បានល្អស្អាតតែខ្ញុំអត់មានខ្ញុំចិញ្ច្រាំនៅកម្រិតចិញ្ច្រាំមើលទៅវានៅដុំរាងធំដែរស្អីវាខ្លាញ់ទៅវាពិបាកច្រាំបើសាច់សុទ្ធអត់អីទេច្រាំឥឡូវយើងដាក់សាច់កូរជាមួយខ្ទឹមសរបស់យើងកូរចុះកូរឡើងចំពោះខ្ទឹមសនេះបងដែរបើគេខ្លះគេច្រាំខ្ទឹមសជាមួយប្រហុកហើយប៉ុន្តែខ្ញុំអត់បានច្រាំជាមួយប្រហុកទេខ្ញុំដាក់ដោយឡែកគ្នាស្អីនៅក្នុងទឹកគ្រឿងនេះគឺយើងត្រូវការប្រើប្រហុកដែរបងប្អូនឥឡូវយើងកូរសាច់របស់យើងជាមួយខ្ទឹមសណាឲ្យចាប់ផ្ដើមស្រពឹបបន្តិចឆ្អិនតិចម្ដងឥឡូវយើងបន្ថែមគ្រឿងរបស់យើងទៀតគឺបាទតួអង្គរបស់យើងប្រហុកតួអង្គសំខាន់របស់យើងប្រហុកនេះដាក់ប្រហុកទៅបានមានក្លិនផងហើយមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ទៀតឥឡូវយើងដាក់ប្រហុកហើយយើងវាចោះវាឡើងជ្រុំឡើងជាមួយសាច់ជ្រូករបស់យើងឲ្យចូលសព្វសាច់គ្នាបងប្អូនហើយប្រហុកយើងឈ្ងុយដាក់ប្រហុកចាប់ផ្ដើមចេញក្លិនឈ្ងុយបន្ថែមទីវាលើខ្ទឹមសហើយយើងចោះវាឡើងកូរចោះកូរឡើងឲ្យចូលសព្វសាច់គ្នាបាទកូរចោះកូរឡើងថែមទៀតជាមួយសាច់ជ្រូករបស់យើងចាប់ផ្ដើមប្រែពណ៌បងប្អូនបាទចាប់ពីដាក់ប្រហុកកូរចោះកូរឡើងឃើញថាជ្រូករបស់យើងចាប់ដើមប្រែពណ៌យើងដាក់គ្រឿងរបស់យើងចូលមានប៊ីចេងយើងដាក់ប៊ីចេងសមល្មមមកហើយយើងអត់បានប្រើអំបិលបន្ថែមទៀតទេបងប្អូនព្រោះអីយើងបានដាក់បោះក៏ហើយតែខ្ញុំដាក់ទឹកត្រីបន្តិចបើបងប្អូនចូលចិត្តស្ករសបងប្អូនដាក់ស្ករសទៅប៉ុន្តែខ្ញុំអត់បានដាក់ស្ករសទេបងប្អូនព្រោះអីមករយៈនេះកាត់បន្ថយញ៉ាំស្ករសប្រើតែប៊ីចេងហើយម្ហូបក៏សូវដាក់រសជាតិដិតខ្លាំងណាស់បងប្អូនល្មមនេះយើងដាក់តាមចំណង់ចំណូលចិត្តរបស់យើងរៀងខ្លួនបងប្អូនមើលសាច់របស់ខ្ញុំដែលខ្ញុំចិញ្ច្រាំទៅវាអត់បានម៉ត់ល្អនៅខ្លាញ់ដុំឥឡូវយើងចាប់ផ្ដើមកូរហើយយើងដាក់ព្រួយទុំយើងចូលបើបងប្អូនមានក្រូចឆ្មាដាក់ក្រូចឆ្មាខ្ញុំមានអំពិលទុំដាក់អំពិលទុំបងប្អូនបើទឹកគ្រឿងនេះបើដាក់អំពិលទុំវាត្រូវជាងក្រូចឆ្មាឆ្ងាញ់ជាងដាក់អំពិលទុំជ្រុំឲ្យវាបែកសាច់ចេញជាតិជូររបស់វាចូលទៅក្នុងសាច់ចូលទៅក្នុងគ្រឿងលាយចូលគ្នាទៅឲ្យវារីកទៅវាចេញជាតិជូរមកល្អហើយយើងកូរវាកូរចុះកូរឡើងទៀតនឹងរើសឲ្យវាចេញជាតិមកល្អទៅជ្រូករបស់យើងឆ្អិនបានល្អដែរហើយវាចូលជាតិបានសព្វល្អទឹកគ្រឿងនេះប្រើមួយអំពិលទុំគឺល្អត្រឹមវាចូលជាតិគ្នាល្អជាងក្រូចឆ្មាទឹកគ្រឿងនេះយើងហូបជាមួយម្លក់ទៅក៏ត្រូវដែរបងប្អូនបើយើងបានម្លក់ស្រស់ទៀតកាន់តែល្អមានដូចជាផ្ទីមានអីស្រស់ឆ្ងាញ់បងប្អូនប៉ុន្តែខ្ញុំនេះគឺមានស្ពៃដាំនៅខាងក្រោយកត់ដែលខ្ញុំសាក់ហើយណាកូរចុះកូរឡើងថែមទៀត
ឲ្យវាអំពិលរបស់យើងបែកចេញជិះជូរបានល្អហើយអំពិលដែលយើងមិនព្រមទេវាចិត្តសាច់នៅនឹងដដែលវាអត់ចេញជាតិបានល្អនឹងសាច់របស់យើងឆ្អិនបានល្អបងប្អូនឥឡូវយើងដាក់ទឹកចូលទឹកយើងដាក់មកសមល្មមបរិមាណសាច់របស់យើងកុំឲ្យរាវពេកក៏មិនឲ្យខាប់ពេកដែរបងប្អូនដាក់អសមល្មមយើងកូរសាច់របស់យើងដាក់ស្មើហើយយើងរើសវាទុកមួយសន្ទុះឲ្យសាច់របស់យើងឆ្អិនល្អហើយចូលជាតិគ្នាល្អមកដាក់ទឹកហើយយើងទុកឲ្យវាពុះទៅហើយយើងចូលចិត្តម្ទេសចូលចិត្តហឹរយើងថែមម្ទេសថែមទៀតទៅឲ្យវាមានពណ៌កាន់តែស្អាតផងបងប្អូនបាទដាក់ម្ទេសម៉ត់របស់យើងម្ទេសហុយបងប្អូនចូលចិត្តម្ទេសស្រស់ដាក់ម្ទេសស្រស់ទៅប៉ុន្តែបើដាក់ម្ទេសម៉ត់អញ្ចឹងគឺវាស្អាតផងវាចេញពណ៌ស្អាតហើយរសជាតិក៏ឆ្ងាញ់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនបុកទឹកគ្រឿងសាច់ជ្រូកបីចិនងាយសាមញ្ញធ្វើនៅម្នាក់ឯងដូចខ្ញុំប៉ុណ្ណាហើយបាទសូមអរគុណបងប្អូនជម្រាបលា